ឆានិងតែបៃតងមូលហេតុអ្វីបានជាម៉ាត់ឆាមានតម្លៃថ្លៃជាងតែបៃតងអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់អត់ថាមូលហេតុអីបានជាម៉ាត់ឆានិងតែបៃតងមានពណ៌និងរសជាតិខុសគ្នាឆ្ងាយម៉េចទាំងពីរប្រភេទហ្នឹងគឺវាកើតចេញមកពីដើមតែមួយថ្ងៃនេះដែរយើងមកដឹងពីចំណុចខុសគ្នា3ធំរវាងម៉ាត់ឆានិងតែបៃតងចំណុចទី1របៀបនៃការដាំដុះសម្រាប់តែបៃតងធម្មតាគឺគេដាំក្រោមពន្លឺថ្ងៃធម្មតារហូតដល់ថ្ងៃបេះស្លឹកម៉ាត់ឆាមុនពេលបេះពី3សប្តាហ៍គេត្រូវគ្របវាដើម្បីបិទបាំងពន្លឺថ្ងៃការធ្វើបែបនេះគឺដើម្បីបង្កើនសារធាតុ chlorophyll ដែលធ្វើឲ្យវាមានពណ៌បៃតងចាស់ខ្លាំងសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ជាងតែធម្មតាចំណុចទី2ដំណើរនៃការផលិតសម្រាប់តែបៃតងធម្មតាគេយកស្លឹកទៅហាលរួចធ្វើការឆ្អែតឬដុតកំដៅទុកវាទាំងសន្លឹកឬកិនគ្រឿងដាក់ក្នុងកញ្ចប់ tea bag ឯម៉ាត់ឆាវិញគេបេះយកតែស្លឹកដែលល្អបំផុតយកសរសៃស្លឹកចេញរួចកិនដោយត្បាល់ថ្មរហូតដល់ក្លាយទៅជាម្សៅមាត់ខែតែចំណុចទី3ចុងក្រោយរបៀបទទួលទាននិងរសជាតិសម្រាប់តែបៃតងធម្មតាគឺយើងឆុងយកតែតែបោះកាក់ចាវរសជាតិរបស់វាស្រាលស្រទន់រីឯម៉ាត់ឆាវិញយើងទទួលទានស្លឹកទាំងមូលក្នុងទម្រង់ជាម្សៅដែលលាយនឹងទឹករសជាតិរបស់វាគឺមានក្លិនឈ្ងុយតែដិតនិង creamy បាននិយាយពីការប្រៀបធៀបបែបងាយៗសម្រាប់តែបៃតងដូចជាបងប្អូនកំពុងញ៉ាំទឹកស៊ុបរីឯម៉ាត់ឆាវិញដូចជាបងប្អូនកំពុងតែហូបទាំងសាច់ទាំងទឹកស៊ុបសរុបសេចក្តីមកវិញបងប្អូនអត្ថប្រយោជន៍ម៉ាត់ឆាមួយកែវអាចមានសារធាតុប្រឆាំងអុកស៊ីតកម្មស្មើនឹងតែបៃតងធម្មតារហូតដល់10កែវឯណោះចុះសម្រាប់អ្នកទាំងអស់គ្នាវិញចូលចិត្តមួយណាជាងជួយ comment ប្រាប់ខ្ញុំផងណាជួបបងប្អូនកុំភ្លេចជួយ like និង follow ដើម្បីទទួលបានវីដេអូចែកម្លែកថ្មីៗពី channel អរគុណជម្រាបលា